មានសង្គមសិល្បៈបាននេះហេតុតែស្រឡាញ់បាទគ្រាន់តែតុក្កតាបាទអ្នកគ្រប់គ្រងជូនទៅតារាស្រីទាំងនេះគឺដូចភ្នំព្រោះពេញជាទូទៅតារានៅក្នុងសង្គមសិល្បៈតែងតែទទួលបានការរាប់អានពីសំណាក់អ្នកគ្រប់គ្រងរបស់ខ្លួនជាដើមហើយនៅពេលដែលចេញទៅកម្មវិធីប្រគំតន្ត្រីតូចធំនានាពួកគេតែងតែទទួលនៅកាដូពីបណ្ដាអ្នកគ្រប់គ្រងដូចជាបាច់ផ្កាតុក្កតានិងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀតផងជាក់ស្ដែងកំពូលតារាចម្រៀងបាទស្រីប៉ុន្មានរូបនេះសុទ្ធតែបានទទួលកាដូជាតុក្កតាស្រស់ស្អាតជាច្រើនពីអ្នកគ្រប់គ្រងរបស់ខ្លួនពេលចេញតាមកម្មវិធីនានាប្រគំតន្ត្រីម្ដងអញ្ចឹងតោះនាំគ្នាទៅមើលបាទតើជាតារារូបណាបាទ1តារាចម្រៀងបាទអោបសួនកញ្ញាតែងទទួលនៅតុក្កតាស្អាតពីអ្នកគ្រប់គ្រងពេលឡើងលើឆាកប្រគំតន្ត្រីបាទចឹងពិតជាធ្វើឲ្យ fan បាទមានការស្រឡាញ់នឹងទិញតុក្កតាជាស្អាតបាទនេះបាទនេះគឺជាកញ្ញាអោបសគុណកញ្ញាដែលពេលឡើងលើឆាកម្ដងគឺមិនខ្វះទេតុក្កតាបាទនេះនៅក្នុងផ្ទះរបស់គាត់បាទអូបាទឯទី2គឺតារាចម្រៀងបាទកញ្ញាគៀតសុវណ្ណឡាងបាទយើងបានស្គាល់ហើយគាត់បានតុក្កតានិងបាច់កាចជាច្រើនពីអ្នកគ្រប់គ្រងរបស់ខ្លួនផងដែរគឺច្រើនរហូតដល់ថ្នាក់គឺអាចបើកហាងលក់បានបាទនេះគឺជាតុក្កតាដ៏ស្រស់ស្អាតឯទី3គឺតារាចម្រៀងមកស្គុននីសាដែលប្រិយមិត្តបាទយ៉ាងខ្លាំងពីទស្សនិកជនបាទដូចនេះនាងគ្រប់គ្រងចូលចិត្តហើយកាដូតុក្កតាជាច្រើនជាពិសេសគឺតុក្កតាធំតែម្ដងបាទនេះគឺជាតុក្កតាបាទពិតជាធំបងអូធំជាងគាត់ទៀតបាទទី4គឺតារាចម្រៀងសុកពិសីបាទចឹងអ្នកគេហៅថាម៉ាក់បាទតុក្កតាគាត់ក៏ច្រើនដែរបាទពេលឡើងកម្មពីម្ដងហើយនឹងកញ្ញាបាទទៅតែវ័យក្មេងបាទកញ្ញារ៉េស៊ូបាទសាណាបាទពិតជាស្អាតបាទក្មេងតែមានតុក្កតាជាច្រើនបាទនេះគឺជាតារាវ័យក្មេងមកទើបតែរះបាទនៅការប្រឡងCambodia Voice Cambodia បាទចឹងសូមអរគុណសម្រាប់បាទព័ត៌មានអំពីតារានៅក្នុងប្រទេសកម្ពុជាយើងបាទចឹងចូលរួម Subscribe ដើម្បីទទួលព័ត៌មានជារៀងរាល់ថ្ងៃបាទខ្ញុំសូមបញ្ចប់រឿងមួយនេះ